សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំមកបេះជពោនៅក្បែរផ្ទះរបស់ខ្ញុំយកមកបុកអំបិលម្ទេសញ៉ាំបងប្អូនចំពោះរបស់របរនៅជុំវិញផ្ទះខ្ញុំគឺមានផ្លែជពោផ្លែតបែកផ្លែដូងផ្លែស្វាយសពគ្រប់បងប្អូនចង់ហូបអីក៏មានដែរនេះផ្លែជពោនេះគឺបេះពីដើមពិតតែម្ដងនេះល្អណាស់បងប្អូនអើយនេះជពោខ្ញុំដាំដោយដៃខ្លួនឯងហើយហូបមកគឺផ្អែមមែនទែននេះបន្ទាប់ពីបេះហើយនឹងយកមកលាងទឹកឲ្យស្អាតហើយនេះប្តីរបស់ខ្ញុំហ្នឹងគាត់បន្តបេះទៀតហើយឃើញថាបេះហើយបេះទៀតសបាយដៃសបាយភ្នែកបេះមែនទែនហើយយើងមានដំណាំនៅជិតផ្ទះខ្លះអញ្ចឹងធ្វើឲ្យអារម្មណ៍របស់យើងនឹងស្រស់ស្រាយពេលដែលយើងបានបេះរបស់ដែលយើងដាំដោយដៃខ្លួនយើងអញ្ចឹងណានេះមើលផ្លែល្អមើលមែនទែនគឺថាមើលមកគឺគួរឲ្យចង់ហូបមែនទែននេះជាដាវដែលពួកយើងដាក់បេះឡើងទៅបេះហ្នឹងហើយដើមជពូនេះដែរគឺមិនធំប្រហែលទេដើមវាទូចល្មមដោយសារតែលើកមុនហ្នឹងពេលដែលវាផ្លែមកហ្នឹងតកៅញ៉ាំអស់មុនអញ្ចឹងទៅក៏យើងអត់បានចងថងយើងអត់ដឹងថាធ្វើម៉េចអាចការពារវាកុំឲ្យសត្វដង្កូវវាស៊ីអញ្ចឹងទៅក៏យើងកាត់ចេះតែកាប់ដើមវាចោលរហូតតែដល់ពេលឆ្នាំនេះនឹកឃើញថាចង់ទុកវាហើយសាកលបងចងថងមើលម្ដងចាំមើលតើវាស្អុយទៀតអត់បន្ទាប់ពីយើងទុកវាហើយវាក៏បែកមែកបែកអីផ្កាអីមកអញ្ចឹងទៅយើងក៏ចងថងវាយើងចងវាពីទូចមកឃើញថាជពូរបស់យើងនឹងផ្លែមកគឺអត់មានស្អុយអីទេគឺល្អហើយផ្អែមទៀតនេះគេថាបេះមួយហើយមួយទៀតមានចំណាយទេបងប្អូនហើយអ្នកហូបគឺមានហោហាអង្គុយចាំហូបសម្បីតែខ្ញុំហ្នឹង4-5ផ្លែអីมันឆ្អែតហើយកូនរបស់ខ្ញុំហ្នឹងក៏ហូបច្រើនដែររបស់ដែលដាំដោយខ្លួនយើងអញ្ចឹងគឺឆ្ងាញ់មែនទែនហើយបេះមកស្រស់ទៅពីខ្ចោកអត់មានបានដាក់អំបិលម្ទេសអំបិលអីទេនេះចាំមើលបេះក្រោយហ្នឹងចាំសាកចុចអំបិលម្ទេសមើលផ្អែមត្រជាក់ចិត្តមែនទែនបបបានភ្លៀងមួយមេមកដឹងតែផ្លែនេះរាងធំប៉ោងហើយហូបទៅគឺសម្បូរជាតិទឹកមែនទែនខ្ញុំមិនដឹងថាផ្លែជពោជួយអីខ្លះដល់សុខភាពរបស់យើងប៉ុន្តែដឹងត្រឹមថាហូបទៅឆ្ងាញ់ហើយចូលចិត្តហូបមែនទែនហើយនេះផ្ទះរបស់ខ្ញុំក៏មានដើមកន្ទួតម្ដាមដែរនៅក្រៅខ្នងរបស់ខ្ញុំហ្នឹងណាមានម្ដាមដែរចាំមើលដល់ពេលធំហ្នឹងបានសបាយមាត់ទៀតហើយញ៉ាំទៀតហើយឲ្យតែមានរបស់អីនៅចិត្តផ្ទះមិនថារបស់ហូបផ្លែរបស់ដាំឬក៏អីទេគឺសប្បាយចិត្តមែនទែនពេលដែលបានបេះមកដោយដៃខ្លួនយើងផ្ទាល់អញ្ចឹងណានឹងឯងបងប្អូនដាំទៅបងប្អូនតំណាំអីចិត្តផ្ទះកំសាន្តលេងមិនថាលហុងមិនថាក្រូចតបែកអីផ្សេងទេគឺយើងដាំទៅទុកសម្រាប់ហូបអញ្ចឹងណាកូនរបស់ខ្ញុំអ្នកចូលចិត្តមែនទែនយំមួយមកកកេឡើងគ្រូកតែហ្មងនេះមួយទៀតនេះគឺថាអត់មានថ្មិញទេគឺថ្មិញតកៅស៊ីអស់ហើយក៏បដូរថ្មិញមកខ្លះដែរហើយកូនរបស់ខ្ញុំនឹងមាន2នាក់នឹងឯងស្រីទាំងពីរបងប្អូនបាយបងប្អូនទាំងអស់គ្នា